ព្រហ្មទណ្ឌគេចែកបណ្ដឹងជាពីរគឺមួយហៅថាបណ្ដឹងអញ្ញាឬហៅថាបណ្ដឹងព្រហ្មទណ្ឌទី2គឺបណ្ដឹងរដ្ឋប្រវេណីជាធម្មតានៅពេលដែលបទល្មើសមួយឬច្រើនត្រូវបានប្រព្រឹត្តគឺតែងតែបង្កើតឲ្យមានបច្ច័យនៃអន្តរាយដល់សង្គមផងនិងជនរងគ្រោះផងនេះហើយដែលជាមូលហេតុដែលធ្វើឲ្យក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជាបានបញ្ញត្តិអំពីបណ្ដឹងព្រហ្មទណ្ឌចំនួន2ប្រភេទនោះគឺបណ្ដឹងអាជ្ញានិងបណ្ដឹងរដ្ឋប្បវេណីសួស្តីប្រិយមិត្តអ្នកស្ដាប់ podcast ជាទីរាប់អាននៅក្នុង podcast របស់យើងអេពីសូតនេះយើងនឹងបន្តធ្វើការសិក្សាស្វែងយល់អំពីប្រភេទនីតិវិធីព្រហ្មទណ្ឌនោះគឺការស្វែងយល់អំពីបណ្ដឹងអាជ្ញានិងបណ្ដឹងរដ្ឋប្បវេណីនៅក្នុង podcast របស់យើងនៅក្នុងវគ្គនេះយើងនឹងបន្តធ្វើការសិក្សាវែកញែកអំពីការស្វែងយល់ទៅលើប្រភេទបណ្ដឹងដែលអ្នកច្បាប់គ្រប់រូបឬក៏អ្នកសិក្សាផ្នែកច្បាប់បានស្វែងយល់ថានោះគឺជាបណ្ដឹងដែលបានកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌចំណែកប្រិយមិត្តនិងមិត្តអ្នកស្ដាប់ដែលមិនមែនជាអ្នកសិក្សាផ្នែកច្បាប់ក៏យើងគួរធ្វើការស្វែងយល់ដែរពីព្រោះអីនៅពេលខ្លះយើងមានឆន្ទៈនៅក្នុងការដាក់បណ្ដឹងគ្រាន់តែទាមទារសំណងរដ្ឋប្បវេណីប៉ុន្តែសុកស្រាប់តែតុលាការឬមន្ត្រីតុលាការឬក៏ភ្នាក់ងារតុលាការចេញដីកាកោះបើទោះបីជាបណ្ដឹងរបស់យើងមានការព្រមព្រៀងគ្នាផុតរលត់ទៅហើយមូលហេតុដោយសារតែនៅក្នុងមាត្រា2នៃក្រមនីតិវិធីព្រហ្មទណ្ឌបានធ្វើការបែងចែកបណ្ដឹងឲ្យដាច់គ្នាជាពីរគឺបណ្ដឹងអាជ្ញានិងបណ្ដឹងរដ្ឋប្បវេណីអនុលោមតាមមាត្រា2នៃក្រមនីតិវិធីព្រហ្មទណ្ឌបានធ្វើការបែងចែកថាបណ្ដឹងអាជ្ញានិងបណ្ដឹងរដ្ឋប្បវេណីគឺជាបណ្ដឹងពីរដាច់ដោយឡែកពីគ្នាហើយបណ្ដឹងអាជ្ញាមានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើសបង្ហាញឲ្យឃើញអំពីពិរុទ្ធភាពនៃជនល្មើសនិងផ្ដន្ទាទោសទៅតាមច្បាប់ដែលបានកំណត់ចំណែកបណ្ដឹងរដ្ឋប្បវេណីមានគោលបំណងធ្វើឲ្យមានការជួសជុលទៅលើការខូចខាតដែលបណ្ដាលមកពីអំពើល្មើសដល់ភាគីរងគ្រោះហើយក្នុងគោលបំណងឲ្យអ្នករងគ្រោះបានទទួលសំណងជួសជុលផ្លូវចិត្តសមល្មមនឹងផ្ទះសនកម្មដែលខ្លួនបានទទួលនៅក្នុងអេពីសូតដែលយើងស្វែងយល់អំពីប្រភេទបណ្ដឹងយើងនឹងជួបពាក្យផ្ទះសនកម្មញឹកញាប់ដូច្នេះដើម្បីឲ្យប្រិយមិត្តអ្នកស្ដាប់ងាយយល់នៅក្នុង podcast របស់យើងខ្ញុំនឹងសូមបញ្យល់ពាក្យផ្ទះសនកម្មជាមុនសិនយោងតាមសេចក្តីបញ្យល់ពាក្យនៅក្នុងក្រមបានបញ្ជាក់ថាផ្ទះសនកម្មគឺសំដៅទៅលើការខូចខាតឬសេចក្តីវិនិច្ឆ័យអន្តរាយដល់រូបរាងកាយដល់សម្ភារៈដល់ផ្លូវចិត្តដែលបណ្ដាលមកពីអំពើរបស់ជនបង្កជនប្រព្រឹត្តឬអ្នកប្រព្រឹត្តបទល្មើសក្រោយពីយើងបានស្វែងយល់អំពីទស្សនវិជ្ជាទូទៅនិងសេចក្តីដែលបានកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌដូច្នេះខ្ញុំសូមធ្វើការអធិប្បាយនិងបញ្យល់ទៅលើអ្វីទៅជាបណ្ដឹងអាជ្ញានិងបណ្ដឹងរដ្ឋប្បវេណីដូចតទៅយើងផ្ដើមធ្វើការសិក្សាអំពីបណ្ដឹងអាជ្ញាបណ្ដឹងអាជ្ញាកាលណាអំពើដែលជាបទល្មើសត្រូវបានប្រព្រឹត្តឡើងនៅក្នុងសង្គមប្រកបណាស់បង្កឲ្យមានភាពចលាចលដល់សន្តិភាពសាធារណៈឬបង្កភាពវឹកវរដល់សង្គមនោះអង្គការអាយកានិងព្រះរាជាដែលជាម្ចាស់បណ្ដឹងអាជ្ញាតែមួយគត់នឹងធ្វើការចោទប្រកាន់ទៅលើបុគ្គលនោះមិនថាជារូបវ័ន្តបុគ្គលឬនីតិបុគ្គលក្តីដោយគោរពទៅលើគោលការណ៍សមភាពចំពោះមុខច្បាប់ប្រភពដែលនាំឲ្យមានបណ្ដឹងអាជ្ញារួមមានបណ្ដឹងបរិហារបណ្ដឹងទាមទារបណ្ដឹងសាមញ្ញឬបណ្ដឹងរដ្ឋប្បវេណីម្ចាស់បណ្ដឹងអាជ្ញាក៏អាចចោទប្តឹងដោយគ្មានបណ្ដឹងបានផងដែរនៅក្នុងករណីដែលខ្លួនបានដឹងអំពីអត្ថិភាពនៃបទល្មើសនោះដោយខ្លួនឯងបណ្ដឹងអាជ្ញាមានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើសដែលបង្ហាញឲ្យឃើញនៅពិរុទ្ធភាពនៃជនល្មើសនិងផ្ដន្ទាទោសទៅតាមច្បាប់កំណត់បណ្ដឹងអាជ្ញាក៏ធ្វើបានតែចំពោះមុខសាលាជំរះក្តីព្រហ្មទណ្ឌតែមួយគត់ខុសអំពីបណ្ដឹងរដ្ឋប្បវេណីនៅក្នុងចំណុចនេះគេបានបញ្ជាក់ឲ្យថាបណ្ដឹងអាជ្ញាអាចកើតឡើងដោយកត្តាពីរទី1ដោយសារតែមានការប្តឹងទៅលើសំណុំរឿងផ្សេងទៀតឧទាហរណ៍ថាបុគ្គលកបានប្តឹងបុគ្គលខដើម្បីទាមទារសំណងដោយសារតែអំពើហិង្សារបស់ខ្លួនដូច្នេះការសងសំណងរបស់បុគ្គលខទៅកាន់បុគ្គលកគឺធ្វើឲ្យបុគ្គលកសុខចិត្ត
ប៉ុន្តែការប្រព្រឹត្តអំពើហិង្សានេះគឺពាក់ព័ន្ធជាមួយបណ្ដឹងអាជ្ញាគឺជាអ្វីដែលបានកំណត់នៅក្នុងច្បាប់ថាជាបទល្មើសព្រហ្មទណ្ឌដូច្នេះបើទោះបីជាបុគ្គលកនិងបុគ្គលខបានព្រមព្រៀងគ្នាក្នុងការបញ្ចប់ពាក្យបណ្ដឹងក្នុងការទាមទារឲ្យមានការសងទៅលើការខូចខាតដែលបណ្ដាលមកពីអំពើហិង្សាក៏ដោយចុះប៉ុន្តែវាឈានទៅដល់បង្កើតឲ្យមានបណ្ដឹងអាជ្ញាដែលអង្គការអัยការឬក៏ព្រះអាជ្ញានឹងធ្វើការប្តឹងចោទពីបទប្រព្រឹត្តអំពើហិង្សាដែលសេចក្តីនេះមិនត្រូវរលត់ដោយការព្រមព្រៀងរវាងបុគ្គលកនិងបុគ្គលខឡើយហើយករណីខ្លះឧទាហរណ៍ថាបុគ្គលកពុំបានប្តឹងទៅបុគ្គលខទេអំពីអំពើហិង្សាដោយសារតែជាបងប្អូនឬក៏កត្តាយល់យោគប៉ុន្តែករណីដែលព្រះរាជអាជ្ញាឬអង្គការអัยការបានដឹងអំពីអំពើហិង្សានេះដែលវាមានសភាពធ្ងន់ធ្ងរនិងអាចប៉ះពាល់ទៅដល់គំរូភាពនៅក្នុងសង្គមព្រះរាជអាជ្ញាក៏អាចធ្វើបណ្ដឹងអាជ្ញាបានដែរដូច្នេះមានន័យថាបណ្ដឹងអាជ្ញាអាចកើតឡើងដោយសារតែការប្តឹងណាមួយឬក៏បណ្ដឹងអាជ្ញាអាចកើតឡើងដោយឯងដោយព្រះរាជអាជ្ញាឬក៏ព្រះរាជអាជ្ញារងបើទោះបីជាគ្មានបណ្ដឹងផ្សេងទៀតមកក៏ដោយចំពោះបណ្ដឹងរដ្ឋប្បវេណីបណ្ដឹងរដ្ឋប្បវេណីសំដៅទៅលើបណ្ដឹងដែលធ្វើឡើងដោយជនរងគ្រោះឬដើមបណ្ដឹងរដ្ឋប្បវេណីឬសិទ្ធិវ័ននៃជនរងគ្រោះដើម្បីទទួលបានការជួសជុលទៅលើផ្ទះសនកម្មផ្លូវចិត្តផ្លូវកាយនិងសម្ភារៈបណ្ដឹងរដ្ឋប្បវេណីមានគោលបំណងធ្វើឲ្យមានការជួសជុលទៅលើការខូចខាតដែលបណ្ដាលមកពីជនល្មើសដល់ភាគីរងគ្រោះហើយក្នុងគោលបំណងឲ្យជនរងគ្រោះទទួលបានសំណងជួសជុលផ្លូវចិត្តដែលសមល្មមជាមួយផ្ទះសនកម្មដែលបានទទួលឬក៏បានកើតឡើងចំពោះជនរងគ្រោះបណ្ដឹងរដ្ឋប្បវេណីអាចធ្វើឡើងនៅចំពោះមុខសាលាជំរះក្តីព្រហ្មទណ្ឌជាមួយនឹងបណ្ដឹងអាជ្ញាផងដែរឬក៏ពេលខ្លះបើសិនជាប្រទេសណាមួយមានការបែងចែកអំពីតុលាការជាពីរបានតុលាការព្រហ្មទណ្ឌនិងតុលាការរដ្ឋប្បវេណីបណ្ដឹងរដ្ឋប្បវេណីអាចធ្វើបានទាំងជាមួយនឹងតុលាការព្រហ្មទណ្ឌនិងពេលខ្លះអាចធ្វើឡើងចំពោះមុខតុលាការរដ្ឋប្បវេណីរបស់ខ្លួនប៉ុន្តែនៅក្នុងប្រទេសយើងមានតុលាការតែមួយអញ្ចឹងតុលាការមួយហ្នឹងគឺវិសាលភាពគ្រប់រឿងក្តីហ្មងប៉ុន្តែនៅក្នុងករណីមានបណ្ដឹងអាជ្ញាអញ្ចឹងសំណុំរឿងហ្នឹងត្រូវតែបញ្ជូនទៅតុលាការព្រហ្មទណ្ឌហើយគឺឲ្យតុលាការព្រហ្មទណ្ឌដោះស្រាយទាំងរឿងបណ្ដឹងអាជ្ញាដោះស្រាយទាំងរឿងបណ្ដឹងរដ្ឋប្បវេណីចូលគ្នាតែម្ដងបណ្ដឹងរដ្ឋប្បវេណីត្រូវព្យួរសិនដោយសារតែសេចក្តីសម្រេចនៃបណ្ដឹងអាជ្ញាមានឧត្តមភាពជាងជាគោលការណ៍ការដកបណ្ដឹងរដ្ឋប្បវេណីគឺមិននាំឲ្យរលត់ទៅលើបណ្ដឹងអាជ្ញានោះទេនៅក្នុងចំណុចនេះសូមបញ្ជាក់ដែរថារាល់បទល្មើសឬក៏សកម្មភាពរបស់ជនជាប់ចោទឬក៏ជនសង្ស័យដែលជាទង្វើបំពានជាមួយនឹងផ្លូវច្បាប់បណ្ដឹងអាជ្ញាគឺមិនរលត់នោះទេបើទោះបីជាជនរងគ្រោះជនជាប់ចោទដកពាក្យបណ្ដឹងក៏ដោយដោយករណីសិក្សាពីខាងដើមអញ្ចឹងបើទោះបីជាបុគ្គលកព្រមដកពាក្យបណ្ដឹងដោយទទួលយកសំណងពីបុគ្គលខដែលបានប្រព្រឹត្តអំពើហិង្សារបស់ខ្លួនជាថ្នូរនឹងសាច់ប្រាក់ឬក៏ជាមធ្យោបាយនៅក្នុងការជួសជុលផ្លូវចិត្តតាមរយៈសាច់ប្រាក់ឬក៏ផ្ដល់សំណងណាមួយដែលធ្វើឲ្យបុគ្គលកទទួលយកបានប៉ុន្តែនៅក្នុងករណីនេះបើទោះបីជាបុគ្គលកព្រមទទួលយកសំណងក៏ដោយប៉ុន្តែនីតិវិធីបណ្ដឹងអាជ្ញាគឺពុំអាចរលត់នោះទេតុលាការត្រូវតែបន្តនីតិវិធីដោយមានព្រះអាជ្ញាជាដើមបណ្ដឹងប៉ុន្តែនៅក្នុងករណីខ្លះបណ្ដឹងអាជ្ញាក៏អាចរលត់បានដែរខ្ញុំនឹងធ្វើនៅអេពីសូតក្រោយដើម្បីនិយាយអំពីការរលត់នៃបណ្ដឹងអាជ្ញាអញ្ចឹងបើសិនជាប្រិយមិត្តបន្ទាប់ពីយើងធ្វើការប្រៀបធៀបអំពីបណ្ដឹងអាជ្ញានិងបណ្ដឹងរដ្ឋប្បវេណីរួចដើម្បីធ្វើការស្វែងយល់បន្តថាតើបណ្ដឹងអាជ្ញានឹងរលត់ទៅដូចម្តេចដូច្នេះខ្ញុំនឹងធ្វើអេពីសូតមួយដើម្បីជជែកអំពីអ្វីទៅជាអំណាចនិងវិសាលភាពដែលនាំឲ្យមានការរលត់បណ្ដឹងអាជ្ញាម្យ៉ាងវិញទៀតចំពោះករណីបណ្ដឹងអាជ្ញានិងបណ្ដឹងរដ្ឋប្បវេណីត្រូវបានជំរះក្តីព្រហ្មទណ្ឌលើកយកមកសម្រេចរួមគ្នាទាំងពីរបានលុះត្រាណាតែផ្ទះសនកម្មនៃបទល្មើសបង្កមហន្តរាយទៅដល់ជនរងគ្រោះដូចជាផ្ទះសនកម្មផ្លូវកាយផ្ទះសនកម្មផ្លូវចិត្តនិងផ្ទះសនកម្មផ្នែកសម្ភារៈឧទាហរណ៍ថាបទធ្វើឲ្យខូចខាតដោយចេតនាដែលមានស្ថានទម្ងន់ទោសដោយសារតែការកាត់សភាវៈឬក៏បណ្ដាលឲ្យមានពិការភាពករណីបែបនេះបន្ទាប់ពីព្រះអាជ្ញាបានធ្វើការចោទរួចមកហើយជនរងគ្រោះឬដើមមិនដឹងឬសិទ្ធិវ័នបានតាំងខ្លួនជាដើមមិនដឹងរដ្ឋប្បវេណីបាននៅចំពោះមុខចៅក្រមស៊ើបឬតុលាការជំរុំជម្រះរហូតទៅដល់ពេលសម្រេចសេចក្តីសាលាជំរះក្តីព្រហ្មទណ្ឌអាចប្រកាសទោសបាន
ដាក់ពន្ធនាគារឬពិន័យជាប្រាក់អញ្ចឹងទៅនឹងការប្រកាសអំពីសំណងរដ្ឋវិន័យជាមួយគ្នានោះតែម្ដងដូច្នេះដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមអំពីលក្ខណៈនៃបណ្ដឹងអាជ្ញានិងមិនដឹងរដ្ឋប្រវេណីនេះឲ្យកាន់តែស៊ីជម្រៅខ្ញុំនឹងភ្ជាប់ជាមួយនឹងសម្លេងរបស់លោកកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌ដែលបានធ្វើសេចក្តីអធិប្បាយអំពីបណ្ដឹងអាជ្ញានិងមិនដឹងរដ្ឋប្រវេណីនេះសូមស្ដាប់ដូចតទៅទី2ក្នុងរឿងព្រហ្មទណ្ឌគេចែកបណ្ដឹងជា2គឺមួយហៅថាបណ្ដឹងអាជ្ញាឬហៅថាបណ្ដឹងព្រហ្មទណ្ឌទី2គឺបណ្ដឹងរដ្ឋប្រវេណីបណ្ដឹងរដ្ឋប្រវេណីវានៅលើសិទ្ធិរបស់ជនរងគ្រោះហើយបណ្ដឹងនេះមានគោលដៅចម្បងទី1ទាមទារឲ្យមានការផ្ដន្ទាទោសទី2គឺទាមទារសំណងការខូចខាតអញ្ចឹងការសុំទោសក្តីការប៉ះពើការខូចខាតក្តីប្រសិនបើមានវាពាក់ព័ន្ធតែជនរងគ្រោះទេប៉ុន្តែមិនពាក់ព័ន្ធជាមួយនឹងបណ្ដឹងអាជ្ញាឡើយឃើញទេបណ្ដឹងអាជ្ញាដែលចោទប្រកាន់នេះគឺមានតែព្រះរាជអាជ្ញាជាអ្នកចោទប្រកាន់ហើយគ្មានអំណាចណាមួយទៅបលុតវាបានទេអញ្ចឹងត្រូវដំណើរការរហូតទៅដល់សាលក្រមចូលយុត្តិធម៌អញ្ចឹងមិនអាចថាគាត់បោសុំទោសគាត់បង់លុយឲ្យជនរងគ្រោះដូចខ្ញុំលើកឡើងមិញសូម្បីតែរឿងចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ដោយអចេតនាផងដោយអចេតនាផងសងសំណងការខូចខាតហើយក៏មិនអាចរួចពីការផ្ដន្ទាទោសដែរនេះគឺជាភាពមើងម៉ាត់តែសម្ដេចមហាវត្តបតីលោកបានដាក់ចេញជាគោលការណ៍ដើម្បីពង្រឹងកិច្ចការនេះចាប់តាំងពីដើមនីតិកាលឃើញទេប៉ុន្តែជាទស្សនវិជ្ជាច្បាប់រឿងបែបនេះគឺមិនអាចទៅរួចទេក្នុងច្បាប់មានតែ2រឿងទេទី1បរិហាគេអាចសុំទោសទៅគេទៅដកពាក្យបណ្ដឹងទៅរលត់ទៅណាហើយរឿងមួយទៀតដូចជាឯកពន្ធភាពបាទសម័យខ្លួនមែនទេគឺបត់ផិតមែនឯកពន្ធនេះបត់ផិតបើប្រពន្ធអត់ដាក់ពាក្យបណ្ដឹងអាហ្នឹងគឺអត់អីទេប៉ុន្តែប្រពន្ធដាក់ពាក្យបណ្ដឹងគឺទៅហើយអត់មានអីទៅទប់ជាប់ទេក្រោយពីប្រិយមិត្តបានស្ដាប់នៅសេចក្តីពន្យល់បន្ថែមរបស់លោកកើតរិទ្ធនិងសេចក្តីអត្ថាធិប្បាយរបស់ខ្ញុំហេងកំហុងនៅក្នុងអេពីសូតនេះខ្ញុំសង្ឃឹមថាប្រិយមិត្តបានទទួលការស្វែងយល់បន្ថែមទៀតអំពីអ្វីជាប្រភេទបណ្ដឹងចម្បងជាពិសេសប្រភេទបណ្ដឹងដែលបានកំណត់នៅក្នុងនីតិវិធីព្រហ្មទណ្ឌនេះតែម្ដងដែលជាមូលដ្ឋានចំណេះដឹងនិងការការពារខ្លួនជាពិសេសក៏ជាការបកស្រាយចម្ងល់ដែរថាម៉េចបានជាគូភាគីដោះស្រាយចំនួនគ្នារួចហើយប៉ុន្តែជាក់ស្ដែងបណ្ដឹងនៅតែត្រូវបានលឺដល់តុលាការហើយតុលាការនៅតែអាចចេញដីកាកោះឲ្យភាគីដោយសារអាចនឹងបណ្ដាលមកពីកត្តាបែបនេះឬក៏ការទទួលបានព័ត៌មានរបស់ព្រះញ្ញាហើយព្រះញ្ញាចាប់ផ្ដើមអនុវត្តបណ្ដឹងអាជ្ញានេះតែម្ដងវិនាទីចុងក្រោយអេពីសូតរបស់យើងដែលនិយាយអំពីប្រភេទបណ្ដឹងចម្បងទាំងពីរនេះនឹងក្លាយទៅជាចំណេះដឹងបន្ថែមនិងសម្រាប់ប្រិយមិត្តជាទូទៅដែលជាអ្នកក្រៀបជញ្ជក់នៅចំណេះដឹងនិងស្វែងយល់អំពីចំណេះដឹងផ្នែកច្បាប់ដើម្បីរៀនសូត្រដើម្បីជាទុននៅក្នុងការប្រកបនៅរបរប្រចាំថ្ងៃក៏ដូចជាការពារខ្លួនបើសិនជាក្នុងកលៈទេសៈចាំបាច់ដែលធ្វើឲ្យយើងត្រូវប្រឈមមុខជាមួយនឹងនីតិវិធីតុលាការវិនាទីចុងក្រោយសូមអរគុណប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលតែងតែស្ដាប់និងចុច Subscribe ទៅលើ Channel របស់យើងសូមជូនពរឲ្យប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អនិងទទួលបានជោគជ័យនៅក្នុងជីវិតសូមជូនពរឲ្យសំណាងល្អជួបគ្នានៅអេពីសូតបន្ទាប់